សន្ទុះប្រាក់ដុល្លារបានធ្លាក់ចុះមកនៅត្រឹមប្រហែល 98.5 នៅថ្ងៃពុធដោយធ្លាក់ចុះជាលើកទី 3 ជាប់ៗគ្នាដោយសារភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងអឺរ៉ុបជុំវិញការគម្រាមកំហែងកាន់តែខ្លាំងឡើងរបស់ប្រធានាធិបតីដូណាល់ត្រាំលើកោះ Greenland សហភាពអឺរ៉ុបបានបង្ហាញសញ្ញាថាខ្លួនអាចដាក់ពន្ធលើទំនិញសហរដ្ឋអាមេរិកចំនួន $93,000 លានខណៈដែលបារាំងត្រូវបានគេរាយការណ៍ថាបានជំរុញឲ្យប្លុកនៃប្រទេសទាំងនេះដាក់ចេញនៅវិធានការប្រឆាំងតវិញទីផ្សារក៏មានការព្រួយបារម្ភផងដែរថាអឺរ៉ុបអាចធ្វើឲ្យមានការរញ្ជួយដល់ទីផ្សារភាគហ៊ុននិងមូលបត្របំណុលអាមេរិកយ៉ាងច្រើនរបស់ខ្លួននៅក្នុងចំនួនពាណិជ្ជកម្មដែលកំពុងកើតឡើងនេះដោយមូលនិធិសោធននិវត្តន៍របស់ដាណាម៉ាកគ្រោងនឹងលក់ចេញប្រាក់ដុល្លារបានធ្លាក់ចុះធៀបនឹងរូបិយប័ណ្ណសំខាន់ៗភាគច្រើនប៉ុន្តែនៅតែមានស្ថិរភាពធៀបនឹងប្រាក់យេនកំឡុងពេលមានការព្រួយបារម្ភអំពីការកើនឡើងនៃអនុភាពថវិកាជាតិនៅក្នុងប្រទេសជប៉ុន